សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលត្រឡប់មកជួបគ្នាជាថ្មីទៀតហើយនៅក្នុងប្រធានបទថ្មីដែលនិយាយអំពី Marianne Bevan ពីស្ត្រីដ៏ស្រស់ស្អាតបំផុតក្លាយទៅជានារីសាច់ដុំមុខអាក្រក់ Marie កើតនៅខែធ្នូឆ្នាំ1874មានបងប្អូន8នាក់រស់នៅក្នុងទីក្រុងឡុងនៃភាគខាងកើតគ្រួសាររបស់នាងមានជីវភាពក្រីក្រមែនពិតតែវាមិនមែនជាឧបសគ្គសម្រាប់មនុស្សពូកែតស៊ូដូចនាងឡើយ Marie មានការងារជាគិលានុបដ្ឋាយិកាមួយរូបដល់ពេលមានអាយុ29ឆ្នាំនាងបានរៀបការជាមួយនឹងបុរសម្នាក់ឈ្មោះថា Thomas Bevan រហូតដល់មានកូន4នាក់ Marie មានសម្រស់ស្រស់ស្អាតណាស់ជាមួយនឹងសក់ពណ៌ត្នោតរបស់នាងជាអកុសលសម្រស់របស់នារីអភ័ព្វរូបនេះមិនថិតថេរយូរអង្វែងឡើយរូបរាងរបស់នាងត្រូវបានផ្លាស់ប្ដូរទាំងស្រុងដោយសារតែជំងឺ Acromegaly ដែលជាជំងឺម្យ៉ាងធ្វើឲ្យរាងកាយនិងអវយវៈលូតលាស់ធំខុសប្រក្រតីស្ថានភាពជំងឺនេះអាចធ្វើឲ្យដៃជើងនិងមុខវិតធំដូចជាចំណែកមុខមាត់របស់ Marie វិតធំមើលទៅដូចមនុស្សប្រុសមានសាច់ដុំជំងឺនេះមិនត្រឹមតែធ្វើឲ្យមុខមាត់អាក្រក់ប៉ុណ្ណោះទេថែមទាំងផ្ដល់នូវការឈឺចាប់នៅពេលឆ្អឹងវិតធំទៀតផងបញ្ហាសម្រស់ធ្វើឲ្យគេចាប់ផ្ដើមមើលលើមើលក្រោមរាល់ពេលនាងដើរទៅទីសាធារណៈផ្សេងជំងឺ Marie កាន់តែដង្ដាតទៅបន្ទាប់ពីរៀបការបាន11ឆ្នាំប្តីរបស់នាងក៏ស្លាប់បាច់ទៅនាងត្រូវរកប្រាក់ចិញ្ចឹមជីវិតហើយរុករាងរបស់នាងជាហេតុផលធ្វើឲ្យនាងពិបាករកការងារធ្វើណាស់ថ្ងៃមួយឱកាសការងារក៏បានមកដល់មានកាសែតមួយគេផ្សព្វផ្សាយថាត្រូវការស្ត្រីអាក្រក់ជាងគេបំផុតនាងផ្ញើរូបថតទៅដាក់ពាក្យភ្លាមដែលមិនគិតយូរឡើយទោះជា Marie មិនចូលចិត្តការតាំងពិព័រណ៍ខ្លួនឲ្យគេមើលនិងមិនចង់ឃ្លាតឆ្ងាយពីកូនក្តីប៉ុន្តែស្ថានភាពគ្រួសាររបស់នាងត្រូវការប្រាក់ចាំបាច់ណាស់ណាមួយគេផ្ដល់ប្រាក់ឲ្យនាងច្រើនគួរសមដែរដូច្នេះនាងអាចឲ្យកូនរបស់នាងចូលរៀនបានទើបនាងយល់ព្រមការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ1920ធ្វើឲ្យ Marie ល្បីល្បាញលើក្របកាសែតដែលបានប្រកាសនាងថាគឺជាស្ត្រីដែលអាក្រក់បំផុតនៅលើផែនដីក្រោយមកមានពាក្យចចាមអារ៉ាមថា Marie ផឹកសាររហូតដល់ថ្នាក់ស្លាប់ក្នុងអំឡុងជីវិតចុងក្រោយរបស់នាងហើយបាត់បង់ទ្រព្យសម្បត្តិជាច្រើនចំពោះការវិនិយោគខុសនាងទទួលមរណភាពនៅឆ្នាំ1933ហើយគេបានទុកសពនៅវាលកប់ខ្មោច Ladyville in Brooklyn ក្នុងទីក្រុងឡុងភាគខាងត្បូងតាមបំណងចុងក្រោយរបស់នាងអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះដល់ទីបញ្ចប់សូមកុំភ្លេចជួយចុច like និង subscribe ឲ្យម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ